បាទនៅពេលដែលយើងបង្កើត table មកហើយតើយើងធ្វើម៉េចដើម្បីដឹងថាមួយណាជាជួរចូលសំទោសមួយណាជាជួរឈរហើយមួយណាជាជួរដេកអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំនឹងពន្យល់អ្នកទាំងអស់គ្នាអំពីការរកជួរឈរហើយនិងជួរដេកឲ្យបានត្រឹមត្រូវបាទអញ្ចឹងដើម្បីយើងដឹងថាមួយណាជាជួរឈរមួយណាជាជួរដេកយើងត្រូវរាប់វាសិនអញ្ចឹងជួរដេកបើយើងរាប់ជួរដេកមានថាគឺយើងរាប់វាពីលើទៅក្រោមបាទពីលើទៅក្រោមនេះគឺពីលើទៅក្រោមបែបនេះ1 2 3 4 5 6បាទអញ្ចឹងក្នុងនោះគឺមានឃើញថាជួរដេករបស់យើងគឺមានចំនួន6បាទគឺយើងរាប់ពីក្រោមទៅលើឬក៏ពីលើមកក្រោមវិញបាទចុះជួរឈរយើងរាប់ពីណាទៅណាបាទចំពោះជួរឈរគឺយើងរាប់វាពីឆ្វេងទៅស្ដាំវិញឬក៏ពីស្ដាំមកឆ្វេងនេះដូចយើងរាប់នេះ1 2 3 4បាទអញ្ចឹងក្នុងនោះគឺយើងមានជួរឈរ4ហើយជួរដេក5 6បាទនឹងគឺជាបរិយាដែលយើងរកជួរឈរជួរដេកបាទសូមអរគុណសម្រាប់បងប្អូនដែលចង់ចេះកុំព្យូទ័រកម្រិតដំបូងសៀវភៅនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍គ្មិនពាក្យតែចង់រៀនឬឆាតចូល page